បងប្អូនទាំងអស់គ្នាតោះចឹងយើងទៅបន្តការងារយើងបន្តទៀតវីដេអូមុនគឺយើងបានដាក់ level selling រួចរាល់ហើយបាទចឹងជាបន្តទៀតគឺយើងទៅដាក់ទ្វារទៅដាក់ប្អួយទៅដូចជាតុគ្រូស្អីបាទចឹងតោះយើងទៅអនុវត្តទាំងអស់គ្នាចឹងដើម្បីបន្តការងារយើងទៅមុខទៀតគឺយើងចូលទៅ 2D វិញមកបាទហើយតមកគឺយើងជ្រើសរើសយកពាក្យថា picture បាទហើយតមកយើងក៏ select ចេះរើសstyle ប្អួយដែលយើងចង់បានបាទទាំងអស់នេះគឺជាប្រភេទ style ប្អួយបាទអញ្ចឹងខ្ញុំជ្រើសយក page នេះបាទ style ដែលពីមកតទៅគឺយើង select ពាក្យថា draw you building opening បាទអញ្ចឹងយើង click បាទ click តាមកន្លែងប្អួយហ្នឹងបាទ click មកចាប់ផ្ដើមមួយមកហើយនឹងទៅកញ្ចក់មួយមកហើយប្អួយបាទអូខេអញ្ចឹងវាលោតមកបែបហ្នឹងអញ្ចឹងយើង check មើល 3D បាទបាទប្អួយនេះគឺ 3D បែបនេះបាទកន្លែងនេះគឺយើងអាចលើកចុះបានបាទអូខេកន្លែងនេះវាថាគេឲ្យ1.35 ម៉ែត្រប៉ុន្តែប្អួយហ្នឹងអឺតែថា1ម៉ែត្រ2ទឹកចាស់បាទប្អួយនេះគឺតែ1ម៉ែត្រ2ទឹកទេគឺយើងអាចset បានបាទអូខេហើយកម្ពស់នេះគឺគេឲ្យមកគឺពី8ទឹកគឺ floor តែយើងខាងចង់បាន1ម៉ែត្រគឺយើងវាយលេខ1ម៉ែត្រមកអូខេចឹងកន្លែងហ្នឹងគឺយើងអាច set បានបាទអញ្ចឹងយើងចូលទៅ 2D វិញមកបាទយើងទៅ story មកបាទអញ្ចឹងយើងនៅពួយទីតាំងនេះមួយទៀតណាបាទអូខេយើងធ្វើដូចគ្នាមកអូខេប្អួយគឺដូចជាមានតែ2ទេបាទក្រៅហ្នឹងទីតាំងនេះដូចជាកញ្ចក់ទេបាទកញ្ចក់អញ្ចឹងយើងទៅចេះរឹបកញ្ចក់ណាបាទអឺខ្ញុំចេះរឹបប្រភេទបែបនេះបាទអូខេខ្ញុំចេះរឹបប្រភេទបែបនេះបាទគឺយើងទាញវាមកបាទអូខេbedroom 2ណាខ្ញុំមើល bedroom 2ខ្ញុំទៅមើល 3D បាទគឺបែបនេះកន្លែងនេះគឺខ្ញុំចង់ឲ្យវាចេញពី floor មកតែទឹកបានណាបាទថាវាជាកញ្ចក់ណាបាទហើយកម្ពស់វាគឺអាចថា2ម៉ែត្របាទអូខេគឺបែបនេះបាទអូខេបាទក៏មកនៅកញ្ចក់តាំងមួយទៀតអូខេបាទអានេះគឺកញ្ចក់កន្លែងmeeting room បាទ meeting room នេះកញ្ចក់នេះខ្ញុំថាខ្ញុំយកវាដល់លើទៅបាទអញ្ចឹងខ្ញុំគិតថាវាថា3ម៉ែត្រចុះបាទ2ម៉ែត្រ8អូខេ2ម៉ែត្រ8អូខេគេនេះក៏កញ្ចក់ដែរបាទអូខេអស់ហើយបាទគឺយើងអាចស្រាប់ពី UCD បាទអូខេ UCD វានឹងចេញវាបែបនេះបាទបាទអញ្ចឹងយើងដាក់កញ្ចក់រួចរាល់ហើយតែយើងអត់ទាន់បានដាក់ទ្វារបាទយើងចូលទៅកាត់ 2D មកបាទហើយយើងចូលលើពីទ្វាររកពីទ្វារនេះមកបាទរកទ្វារបាទដល់យើងប្រើប្រភេទនេះបាទអូខេបាទធ្វើដូចគ្នាដែរបាទប៉ះទៅវិញមកអូខេ
trùng thú phải xử lý và phía bên ngoài đã được rồi đấy và chứ giờ đã cột bị tàng mà ok chứ nhưng bạn đã thi được rồi đấy và, okay. Và, cái này thì như chẳng bạn cái đá rồi đó cái đá là như này đặt bàn đấy đấy cứ như editing stick này cứ như kia nhận đào nó và như kia ok và anh ấy cứ kia nhận đào nó và sai như chạm tục được một cứ như chạm vào này và lấy cái right click mới được cái add point mà ok ok chỗ đó giờ là ai sẽ add cái đào bán và ok mình cứ biết furniture mà và select mà bây giờ cắt lọc mà và select mà và ok cái trắng cái đá thay cái on ok đấy ok nhưng apply mà ok ok cộng đó bây giờ play đi bây giờ object mà bắt lên mùi mà ok đây cộng đó bây giờ move nè ok bây giờ move về mà ok chọn move về mà anh ấy rotate á rotate và về để trừ tạo cái tăng mà thì mua về đặt chọn cái tăng mà thì tăng nó scale về bán được ra về hôn tích thì scale về chọn cái tăng đó và ok ok click và chắc là đã có nhớ thứ ba đã bị qua lấy ok uh, cái con tiết cái anh đặt thì crea nữa và crea đó và chúng ta select đó ok cái cho ra liệu thì cái đồng hồ function mà và chứ mình lênច្រើនបាទប្រភេទកន្លងវាប្រភេទ Crea ឥឡូវ Crea ខ្ញុំដាក់ប្រភេទone bedroom ណាប្រភេទ Crea មួយបាទអូខេយើងទៅ apply មកបាទក៏បើយើងចុចយកពី delete visual object មកប៉ះលើនឹងមកអូខេក៏បើយើង move វាមកបាទអូខេ move វាដាក់ដល់ Crea ហ្នឹងមកបាទអូខេរួចរាល់ហើយយើងមើល bedroom គាត់អូខេគឺតា Crea របស់បានដាក់អូខេចឹងយើងបានដាក់រួចរាល់ហើយ Crea បាទចឹងយើងដាក់ក្រុមទីតាំងមកបាទ
một cái mình tí cái và nó bị rung không biết tại đấy thì có tao đấy thì rotate về mà có mô về mà đã cho mà cái một cái rung thống vàបន្តទៀតគឺយើងចង់បានតកងជាមួយនឹងបន្ទប់ទឹកបាទយើងទៅតាមដែរមកបាទអូខេប្រភេទបន្ទប់ទឹកគឺមានច្រើនណាមានប្រភេទចានបង្គន់ណាប្រភេទស៊ីយើងដាក់យើងអីគឺមានគ្រប់ណាឥឡូវយើងតែដាក់ឧបករណ៍មួយអូខេផ្លាយមកអូខេគឺយើងយកលីវីទូចេញមកប៉ះឡើងមកអូខេនេះជាឲ្យមកហើយយើងមកវាចាប់ពីតាំងមកយើងសាកទៅលើ 3D សិនអូខេនេះកូនយើងណាអូខេអូខេចឹងយើងបាន set គុណរួចហើយនៅមួយទៀតកន្លែង labo លេងដៃបាទ labo លេងដៃអូខេដាក់នេះចុះ apply មកអូខេលីយល់ដាក់ហ្នឹងមកយើងrotate វាចាប់ពីតាំងមកអូខេដាក់វាស្មើមកអូខេយើងមកវាដាក់ពីមកបាទចឹងកន្លែងយើងដៃគឺយើងបានដាក់រួចរាល់ហើយបាទអូខេអរគុណដែលយើងមានរួចដែរបាទមួយទៀតគឺតកតងជាមួយនឹងប្រភេទតុបណាប្រភេទតុបអូខេយើងចេះរើសមកយើងទៅរកតុបអូខេយើងយកពាក្យ office អូខេចឹងក្នុងនេះយើងមានច្រើនណាវាមានតុបខាងប្រភេទមានទូមានអីចឹងទៅអូខេបាទឥឡូវខ្ញុំឧទាហរណ៍ដាក់ប្រភេទតុបមួយសិនបាទអូខេខ្ញុំ apply មកហើយលើ view object អូខេដាក់តុបនេះមកទៅមកគឺយើង rotate វាមកអូខេយើង move វាចោលមកបាទហើយទៅមកគឺយើង scale វាមក scale វាទៅតុបហ្នឹងមកអូខេទៅមកយើងដាក់តុបហើយគឺយើងទៅជ្រើសស្អីបាទស្អីខ្ញុំដាក់ប្រភេទនេះចោះបាទអូខេខ្ញុំប៉ះលើហ្នឹងមកបាទយើងទៅមើល 3D សិនអូខេហើយយើង move វាមកបាទយើង rotate វាមកចាប់វាមកបាទអូខេទៅមកយើងអាច copy បាទបាទ copy មកអូខេយើងអាច copy នេះអស់មកបាទ copy មកអូខេផាសឲ្យមកបាទទៅមកយើង rotate វាអូខេនៅតុមួយទៀតចឹងហើយយើងអាចទៅមើល 3D អូខេចឹងតុគឺបែបហ្នឹងណា
thếមួយទៀតក៏យើងអាចដាក់បានដែរឥឡូវថតពីប្រភេទទីយើងអាចដាក់កុំព្យូទ័រអូខេយើងអាចសេះដាក់កុំព្យូទ័របានអូខេឥឡូវថាកុំព្យូទ័រអូខេដាក់ប្រភេទ laptop នេះចុះបាទអញ្ចឹងយើងទៅប៉ះកន្លែងហ្នឹងមកបាទអូខេប្រភេទចាំមកអូខេអូខេចុះនេះណាអូខេគឺយើងបានសេតរួចរាល់ហើយអូខេបាទយើងនៅតុមួយទៀតណាតុទៀតអូខេយើងយកនេះមកយើងទៅ select object ហ្នឹងមកបាទទៅមកយើងមូលដូចគ្នាមកបាទមូលចង់ទីតាំងមកបាទយើងមូលចង់ទីតាំងហើយតែយើង scale ណាអូខេទៅមកយើងចេះរកស្អីស្អីយើងយកដូចមិនក៏បានដែរណាយកដូចមិនមកបាទគឺយើង copy ពីអាមិនមកអូខេផាសមកrồiយើង copy ទៅផាសមកបាទចំណុចនេះគឺយើង copy ទាំងអស់មកបាទយើង copy កៅអីទាំងអស់មកបាទចូលមកដាក់មកខាងទៀតបាទ rotate វាមកមើលវាចាប់មកអូខេមួយទៀតអក្សរមួយទៀតគឺlaptop ណាអូខេdesktop desktop គឺយកនេះមកបាទអូខេអូខេយើងនេះបន្ទុក Office យើងទៅមើលសិនតែយើងដាក់ទៅទីតាំងអត់អូខេចឹងហើយនេះគឺយើង rotate វាក៏មកគឺយើង copy មកបាទអូខេយើងផាសគ្រប់ទីតាំងមកអូខេយើងដាក់ទីអូខេយើងមកបែបនេះបាទអូខេបាទអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្្នឹងសិនណាអញ្ចឹងយើងនឹងបន្តវីដេអូនៅ